sắt ní nhưng hai thá áo một tùng nhưng mới ta ố sắt chim bảo ví áo một tùng ní ta ố ăn đây ta thu lì đấy rồi có rôm rồi có sọ rồi có rôm chma rôm chai rôm này nè để mình chăm sóc đó nè rồi có polish rôm tóc ta rôm ấy chẳng có việc đặt chẳng có việc mà nôm trâu khi mà đúng un mouton de poussière nhé donc un mouton de poussière ហើយពាក្យ mouton នឹងដែរក៏មានចំនួនភាសាពីរខ្ញុំចង់ចែករំលែកទី1ពេលដែលយើងគេងអត់លក់ចាស់ជាភាសាខ្មែរថាហៅពី1ដល់100ទៅប្រហែលជាជួយឲ្យគេងលក់ប្រហែលអាចជួយឲ្យគេងលក់បារាំងគេថា compter des moutons បើ vas-y compter des moutons អញ្ចឹងយើងរាប់un mouton deux moutons trois moutons pardon បើខ្មែរយើងថារាប់1 2 3ណាអញ្ចឹងគេថា compter des moutons pour aider à s'endormir peut-être មួយទៀតយើងកំពុងតែនិយាយអំពីប្រធានបទអីមួយដែលសំខាន់ណាស់បន្ទាប់មកទៀតមានអ្នកផ្សេងមក couper la parole មកកាត់ពាក្យសម្ដីយើងនិយាយពីស្អីមួយទៀតអញ្ចឹងយើងថាដើម្បីត្រឡប់មកចូលអាដើមរបស់យើងវិញហ្នឹងយើងនិយាយថា revenons à nos moutons មានន័យថាប្រធានបទដែលយើងកំពុងតែនិយាយហ្នឹងឧទាហរណ៍ថាដូចជាការរាប់ជៀមពងរាប់1 2 3អញ្ចឹងណារាប់ជៀមឲ្យចូលក្រោលដល់ទៅពេលអ្នកផ្សេងមកនិយាយរឿងអីទៀតយើងកន្លែងតែនិយាយរឿងហ្នឹងអញ្ចឹងយើងភ្លេចចំនួនជៀមយើងប្រហែលហើយអញ្ចឹងគេថា stop arrêtez de tout ça revenons à nos moutons ត្រឡប់មករាប់ជៀមបន្តទៀត sous-entendu ដោយបង្កប់ន័យថាឈប់និយាយពីអារឿងអស់នឹងដែលចូលមកបន្លំទៅខ្ញុំត្រឡប់មកនិយាយយើងត្រឡប់មកនិយាយអារឿងបញ្ហាដើមរបស់យើងវិញ revenons à nos moutons